នៅក្នុងព្រះគម្ពីរពេត្រុសខ្សែទី1ចំពុក5ខ6ខ7សូមអានជាមួយគ្នាចូលឲ្យអ្នករាល់គ្នាបន្ទាបខ្លួននៅក្រោមព្រះហស្ថដ៏ពូកែរបស់ព្រះចុះដើម្បីឲ្យទ្រង់បានដំកើងអ្នករាល់គ្នាឡើងនៅវេលាកំណត់ហើយចូលផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ត្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នាអាមែនថ្ងៃនេះខ្ញុំចង់ចែកចាយនៅប្រធានបទដ៏សំខាន់មួយសម្រាប់លោកអ្នកបងប្អូនទាំងអស់គ្នាទ្រង់តែងយកព្រះទ័យទុកដាក់នឹងខ្ញុំអាមែនសូមប្រកាសទាំងអស់គ្នាទ្រង់តែងយកព្រះទ័យទុកដាក់នឹងខ្ញុំបាទ In this topic this morning we talk about God care for me ចឹងសូមឲ្យយើងបានដឹងថាព្រះអង្គម្ចាស់ដ៏ជាព្រះទ្រង់ជាព្រះវរបិតានៃយើងអាមែនខ្ញុំជាកូនព្រះអង្គខ្ញុំជាសិស្សរបស់ផងព្រះអង្គខ្ញុំគឺជារាជរបស់ផងព្រះអង្គជារាជដ៏ជាគេអាកររបស់ផងព្រះអង្គខ្ញុំគឺជាសង្ឃលួងរបស់ផងព្រះខ្ញុំគឺជាមរតករបស់ផងព្រះអង្គផងដែរអាមែនដូច្នេះព្រះអង្គទ្រង់មិនបានទុកយើងដាច់ដោយឡែកនោះទេព្រះអង្គទ្រង់ឲ្យយើងស្ថិតនៅក្នុង zone មួយដែលមានសុវត្ថិភាពអាមែនព្រះអង្គទុកយើងទាំងអស់គ្នានៅកន្លែងមួយដែលល្អលោកអ្នកបងប្អូនស្ថិតនៅក្នុងកន្លែងខុសគ្នាស្ថានភាពផ្សេងពីគ្នាក៏ប៉ុន្តែសូមដឹងថាព្រះអង្គមិនបានប្រងើយកន្តើយឬក៏តតរំលងពីជីវិតរបស់ផងយើងផ្ទាល់ខ្លួនម្នាក់នោះទេអាមែនព្រះអង្គទ្រង់តែងយកព្រះទ័យទុកដាក់នឹងខ្ញុំឥឡូវសូមលោកអ្នកបងប្អូនប្រកាសប្រាប់ទៅដល់អ្នកដទៃទៀតថាព្រះអង្គតែងយកព្រះទ័យទុកដាក់ដល់អ្នកដែរអាមែន